នៅក្នុងប្រទេសថៃមានក្រុមឆបោកជ្រើសរើសបុគ្គលិកឲ្យបង្កើតកងធនាគារដើម្បីប្រើសម្រាប់លាងលុយប៉ូលីសថៃបានដោះលែងស្ត្រីអាយុ20ឆ្នាំម្នាក់ពីសន្តាគារដ៏ប្រណិតមួយកន្លែងកាលពីថ្ងៃទី8ខែតុលាឆ្នាំ2025បន្ទាប់ពីស្ត្រីរូបនេះត្រូវបានចាប់ពង្រត់ដោយក្រុមអ ក្រិតជនជនជាតិចិនដែលមានតួនាទីជាអ្នកជ្រើសរើសការងារយោងតាមសារព័ត៌មានខៅសុតអ៊ីងលីសចេញផ្សាយកាលពីថ្ងៃទី8ខែតុលាឆ្នាំ2025បានឲ្យដឹងថាប្រតិបត្តិការជួយសង្គ្រោះបានចាប់ផ្ដើមនៅម៉ោង6ព្រឹកនៅពេលដែលអ្នកស្រុកម្នាក់ត្រូវបានគេស្គាល់ថាឈ្មោះប៊ឺតបានប្រញាប់ប្រញាល់ទៅកាន់ប៉ុស្តិ៍ប៉ូលីសក្រុងប៉ាតាយាដើម្បីរាយការណ៍ពីការចាប់ពង្រត់ប្អូនស្រីរបស់គាត់សមត្ថកិច្ចបានតាមដានទីតាំងជនរងគ្រោះយ៉ាងឆាប់រហ័សនិងបើកការឆ្មក់ចូលបានដោយជោគជ័យប៊ឺតបានប្រាប់អ្នកស៊ើបអង្កេតថាគាត់បានទទួលសារទុកព្រួយពីប្អូនស្រីរបស់គាត់គឺអ្នកស្រីភីមនីប៉ាអាយុ20ឆ្នាំរួមជាមួយនឹងទីតាំងរបស់សន្តាគារភីមនីប៉ាបានបញ្យល់ថាគាត់បានឆ្លើយតបទៅនឹងការបង្ហោះ Facebook ជ្រើសរើសមនុស្សឲ្យបើកគណនីធនាគារដែលជាគណនីធនាគារប្រើសម្រាប់ការលាងលុយដែលការលំបាកផ្នែកហិរញ្ញវត្ថុនឹងត្រូវការប្រាក់នាងបានតាក់ទងអ្នកជ្រើសរើសបុគ្គលិកនោះបន្ទាប់ពីត្រូវបានគេយកនៅជិតផ្លូវ Walking Street ក្នុងទីក្រុងប៉ាតាយាខាងត្បូងនាងត្រូវបានគេដឹកតាមរថយន្តជិះជុំវិញទីក្រុងនិងតំបន់ស្រីរាជាក្នុងរថយន្តជាច្រើនគ្រឿងមុនពេលត្រូវបានគេនាំទៅកាន់សន្តាគារចោមធានដ៏ធំលុះចូលទៅខាងក្នុងសន្តាគារស្រាប់តែមានជនជាតិចិនមួយក្រុមមានគ្នា6ទៅ7នាក់បានឆក់ទូរស័ព្ទនិងកាត ATM បង្ខំឲ្យនាងដកប្រាក់បន្ទាប់មកក្រុមជនអន្តពារទាំងនោះបានចោទប្រកាន់នាងថាបានធ្វើឲ្យបាត់លុយជាង200,000 បាតពីគណនីក្រោមឈ្មោះរបស់នាងនិងបានគំរាមវាយដំលុះត្រាតែនាងទទួលខុសត្រូវហើយចាប់ពីពេលនោះមកនាងត្រូវបានឃុំខ្លួននៅក្នុងបន្ទប់សន្តាគារអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bright